អ្នកជំងឺលាងឈាមចំនួន4ឆ្នាំអ្នកនាងសៀនស្រីលក្ខបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនថាខ្ញុំមិនចង់កើតជំងឺដ៏កាចសាហាវមួយនេះទេតែកម្មបានធ្វើឲ្យខ្ញុំមកជួបវាខ្ញុំឈឺចាប់វេទនា4ឆ្នាំកន្លងមកនេះជួបរឿងរ៉ាវនិងឧបសគ្គច្រើនណាស់កាលឈឺដំបូងខ្ញុំមានអាការៈឈឺចង្កេះញឹកញាប់ចុករយតាមសន្លាក់ឧស្សាហ៍វិលមុខឧស្សាហ៍ទាស់នោមបាត់បង់ចំណង់អាហារស្រកគីឡូពី47គីឡូនៅសល់39គីឡូនោមញឹកចន្លោះពី8ទៅ9ដងក្នុងមួយយប់នោមបានតិចនោមមកមានតែពពុះពណ៌ចេញមករាងប្លែកនិងមានក្លិនតិចហើយយប់បន្តសុកក៏ហត់ពិបាកដកដង្ហើមហើមពោះទាស់នោមដល់យប់បន្តិចចិត្តពាក់កណ្ដាលអាត្រៀតក៏នោមលែងចេញទើបប្តីខ្ញុំនាំទៅពេទ្យដំបងចូលពេទ្យឯកជនពិនិត្យទៅក៏ឃើញថាខ្វះគ្រាប់ឈាមសល់តែ7តម្រងនោមក៏ខ្សោយហើយទឹកនោមពីបោកកាលនឹងអត់ដឹងថាមានជាតិពុលក្នុងតម្រងនោមឬអត់នោះទេពីព្រោះមិនទាន់យល់ដឹងពីជំងឺនឹងពីព្រោះកាលឆ្នាំ2011ជំងឺនេះមិនទាន់ទូលំទូលាយការព្យាបាលនោះបានបញ្ចូលឈាមពីសាក់ឈាមក៏ឡើងបាន11វិញហើយគ្រូពេទ្យបានដាក់ថ្នាំបត់ជើងតូចមកវិញបានធម្មតាក្រោយការព្យាបាលអស់រយៈពេល3ថ្ងៃក៏ចេញត្រឡប់មកផ្ទះវិញដោយគិតថាអត់អីតែចំណីអាហារតមតាមគ្រូពេទ្យប្រាប់ញ៉ាំថ្នាំតាមគ្រូពេទ្យណែនាំតែមួយរយៈក្រោយមកអាការៈក៏រើមកវិញកាន់តែខ្លាំងខ្ញុំក្អួតតាំងពីយប់រហូតដល់ភ្លឺនៅតែមិនឈប់ក្អួតប្តីខ្ញុំក៏ជួនទៅពេទ្យរត់ភ្លាមទៅដល់ពេទ្យក៏ពិនិត្យតាមធម្មតាតែលទ្ធផលចេញមកធ្វើឲ្យខ្ញុំស្លុតចិត្តយំក៏មិនចេញពេទ្យបានប្រាប់ខ្ញុំថាឲ្យខ្ញុំត្រៀមចិត្តជាតិពុលក្នុងតម្រងនោមបានកើនឡើងខ្ពស់តម្រងនោមទាំងសងខាងរបស់ខ្ញុំក៏រួមតូចទំហំសល់តែម្ខាង5និងម្ខាង6ជាទូទៅ12ឬ13ហើយគ្រាប់ឈាមរបស់ខ្ញុំនៅតែធ្លាក់តែទឹកនោមនៅនោមចេញធម្មតាដោយសារប្រើថ្នាំតែអ្វីដែលខ្ញុំរើខ្លួនលែងបានគឺខ្ញុំត្រូវត្រៀមចិត្តនិងសម្រេចចិត្តលាងឈាមមួយជីវិតបន្ទាប់មកខ្ញុំក៏បានចេញពីមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញត្រឡប់មិនបានមួយយប់ផងក៏ចាប់ផ្ដើមរើឡើងខ្លាំងក្អួតមកចេញឈាមហើយហត់ជាខ្លាំងទើបខ្ញុំត្រូវត្រឡប់ទៅពេទ្យវិញទៅពេទ្យរត់មួយកន្លែងទៀតហើយក៏ទទួលការព្យាបាលអស់រយៈពេល3យប់តែដំណាក់កាលនោះចាប់ផ្ដើមធ្ងន់ទៅហើយដោយដាក់អុកស៊ីសែនអង្គុយដេកផ្កាប់មុខលើតុគេងរៀបស្មើនឹងគេងផ្ងាអត់បានទេព្រោះទឹកកំពុងចាល់ពេញខ្លួនហើយមានទឹកដក់ក្នុងសួតទៀតពេលនោះពេទ្យគិតតែព្យាបាលខ្ញុំអត់បានប្រាប់ឲ្យខ្ញុំលាងឈាមទេតែដល់ថ្ងៃបន្ទាប់ស្រាប់តែអុកស៊ីសែនខ្ញុំធ្លាក់ដល់30ខ្ញុំដកដង្ហើមលែងចេញប្រកាច់ពេញនឹងខ្ញុំគិតថានេះជាដង្ហើមចុងក្រោយរបស់ខ្ញុំហើយតែពេទ្យបានមកសង្គ្រោះទាន់ដាក់អុកស៊ីសែនអាថុំជំនួយក្នុងការដកដង្ហើមពេលនោះខ្ញុំដកដង្ហើមខ្លួនឯងលែងកើតហើយគឺបានម៉ាស៊ីនជួយដកឲ្យទេខ្ញុំគេងនៅ ICU សរុបទៅ1ខែជាងអស់លុយច្រើនណាស់ហើយពេទ្យក៏បានប្រាប់ប្តីខ្ញុំថាខ្ញុំត្រូវតែលាងឈាមជាបន្ទាន់តែខ្ញុំប្រាប់ថាខ្ញុំអត់ព្រមលាងទេព្រោះអស់លុយច្រើនណាស់ហើយណាមួយពេលហ្នឹងខ្ញុំកំពុងតែពិបាកក្នុងខ្លួនជាខ្លាំងគិតថាមិនរស់ទេនឹងផុតយប់នឹងហើយតែការពន្យល់របស់ពេទ្យគាត់ថាប្អូនមិនអីទេបើប្អូនសម្រេចចិត្តលាងឈាមជីវិតប្អូននឹងអាចបន្តទៅមុខទៀតបានប្អូនកុំភ័យប្តីខ្ញុំក៏ខលសួរប៉ាម៉ាក់និងបងប្អូនគាត់ក៏ប្រាប់ថាឲ្យលាងឈាមទៅធ្វើយ៉ាងណាក៏ដោយឲ្យតែមានជីវិតរស់ពេលនោះខ្ញុំក៏នៅតែមិនព្រមលាងឈាមដែរព្រោះខ្ញុំខ្លាចណាស់មិនដែលស្គាល់ជំងឺណាបែបនេះទេមិនដែលជួបហើយក៏មិនដឹងថាជាជំងឺអីផងតែប្តីខ្ញុំលួងលោមថាបើអូនមិនទៅកូនយើងនៅតូចណាស់អូនអើយហើយពេលនោះប្តីខ្ញុំក៏ខលទៅប៉ាម៉ាក់ក្មេកឲ្យបើកមុខកូនចំពេលកូនខ្ញុំកំពុងស្រែកយំងាគ្រាន់តែឮសំឡេងកូនយំភ្លាមខ្ញុំក៏ស្រក់ទឹកភ្នែកមិនបានគិតអីច្រើនក៏បាននិយាយប្រាប់ទៅប្តីថាអូនព្រមលាងឈាមហើយបងដើម្បីកូនយើងពេលនោះភ្លាមប្តីខ្ញុំក៏ទៅប្រាប់ពេទ្យ
គាត់បានសញ្ញេឯកសារនិងផ្តិតមេដាយយល់ព្រមហើយពេទ្យក៏មិនបង្អង់យូរលាងឈាមឲ្យខ្ញុំក៏បានធូរស្បើយបន្តិចក៏ត្រឡប់ទៅគេងនៅ ICU ដដែលពេលហ្នឹងខ្ញុំអត់មានបានប្រើទេប្តីខ្ញុំហើយម៉ាក់ខំរកលុយដើម្បីមើលជំងឺខ្ញុំហើយពេលនោះបងប្អូនប្រជាជនមួយចំនួនគាត់ក៏បានផ្ដល់ជាជំនួយមកខ្ញុំខ្លះក៏បានទប់ហើយការលាងឈាមរបស់ខ្ញុំកាន់តែញឹកញាប់ព្រោះអាការៈខ្ញុំមិនទាន់បានធូរស្បើយនោះទេធ្វើទុកយប់យកមកលាងឈាមទាំងយប់ធ្វើទុកថ្ងៃយកមកលាងឈាមទាំងថ្ងៃកាលហ្នឹងមួយអាទិត្យ5 ដងដោយការព្យាបាលមិនធូរស្បើយសោះអស់រយៈពេលជាង1 ខែខ្ញុំនៅតែមិនធូរស្រាលគ្រួសារខ្ញុំក៏សម្រេចចិត្តផ្លាស់ប្ដូរមន្ទីរពេទ្យទៅមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតពេលនោះហើយក៏ជាពេលវេលាដែលខ្ញុំបានរស់ឡើងវិញធូរស្បើយហើយមិនអស់លុយច្រើនទៀតដោយអត់នឹកស្មានថារយៈពេលជាង1 ខែដូចគ្នាតែខ្ញុំបានធូរស្បើយខុសពីមុនហើយការលាងឈាមក៏មិនញឹកញាប់មួយអាទិត្យធ្លាក់សល់3 ដងខ្ញុំញ៉ាំបានគេងបានអត់ដូចកាលនៅពេទ្យមុនទេហើយថវិកាក៏អត់ចំណាយច្រើនដែរហើយសំណាងគ្រួសារខ្ញុំក៏បានសុំបានសមធម៌បានពីខាងភូមិឃុំសង្កាត់ទើបខ្ញុំបានសម្រាលបន្ទុកខ្លះក្នុងការបង់ថ្លៃការព្យាបាលប៉ុន្តែការលាងឈាមនៅតែអស់ដដែលបន្ទាប់មកខ្ញុំក៏បានធូរស្បើយហើយបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញធម្មតាតែការលាងឈាមនៅតែបន្តមកលាងតាមធម្មតាហើយសុខភាពខ្ញុំក៏បានធូរស្បើយមកវិញបត់ជើងតូចធម្មតាតែពេលដែលខ្ញុំលាងឈាមបានរយៈពេល2 ខែខ្ញុំក៏បត់ជើងតូចលែងចេញហើយពោះខ្ញុំក៏ប៉ោងខុសពីធម្មតាពេលត្រឡប់ទៅលាងឈាមវិញខ្ញុំក៏សួរគ្រូពេទ្យក៏បានប្រាប់ថាខ្ញុំមានទឹកដក់ក្នុងស្រោមពោះហើយគាត់ក៏បន្ថែមថ្នាំបញ្ចុះទឹកនោមឲ្យខ្ញុំផឹកតែផឹកហើយនោមនៅតែមិនចេញបានច្រើននោះទេនោមគឺបានតិចខ្លាំងណាស់ប្រហាក់ប្រហែលត្រឹម100 មីលីលីត្រអីហ្នឹងក្រោយមកពោះខ្ញុំកាន់តែធំទៅខ្ញុំហត់នឹងពិបាករស់នៅជាមួយវាខ្ញុំក៏ទៅសួរគ្រូពេទ្យម្ដងទៀតពេទ្យក៏ប្រាប់ថាបើតាំងខ្លាំងត្រូវបូមទឹកនឹងចេញដំបូងខ្ញុំមិនព្រមបូមទឹកនឹងចេញទេព្រោះខ្ញុំខ្លាចមិនដែលដឹងថាការបូមនឹងបែបណានោះទេតែបើខ្ញុំទ្រាំក្នុងការហត់នឹងធ្ងន់វាក៏ពិបាកក៏ត្រឡប់ទៅពេទ្យហើយសម្រេចចិត្តថានឹងបូមទឹកនឹងចេញកាលបូមលើកដំបូងភ័យខ្លាំងណាស់មជុលធំផងហើយវែងហើយត្រូវគេងបូមរហូតតែទាល់តែទឹកចេញអស់កាលហ្នឹងបានបូមប្រហែលបានទឹក5 លីត្រហើយពោះក៏ស្រកមកវិញដូចដើមហើយតាំងពីពេលនោះមកក៏ឡើងបែបហ្នឹងរហូតហើយត្រូវបូមជារៀងរាល់ខែ1 ខែម្ដងតែមកដល់សប្តាហ៍ថ្ងៃហ្នឹងបូមបានទឹកប្រហែលតែ5 លីត្រអីប៉ុណ្ណោះក្រៅពីហ្នឹងគឺសុទ្ធតែដុំគិសពេញពោះបច្ចុប្បន្នធំដោយសារដុំគិសដំណពូជមកដល់បច្ចុប្បន្នខ្ញុំលាងឈាមអស់រយៈកាល4 ឆ្នាំហើយលាងមួយអាទិត្យ2 ដង1 ខែ8 ដងខ្ញុំជួបរឿងរ៉ាវលំបាកច្រើនណាស់មានទាំងការហត់ទាំងការឈឺចាប់វេទនាពិបាកទាំងការដើរការគេងសម្ពាធជុំវិញខ្លួនខ្ញុំជួបអស់ហើយគ្មានមនុស្សស្រីណាចង់ឲ្យខ្លួនត្រូវបាត់បង់គ្រប់យ៉ាងបែបនេះទេខ្ញុំធ្លាប់ត្រូវគេមើលងាយតេះឌីលគេខ្ពើមតែខ្ញុំមិនអន់ចិត្តនឹងខឹងជាមួយគេដែរព្រោះនេះជាកម្មរបស់ខ្ញុំជាតិនេះខ្ញុំគ្មានសំណាងដូចមនុស្សស្រីដទៃតែខ្ញុំនៅតែមានសំណាងដែលខ្ញុំអាចមានកូនម្នាក់ដែលជាគ្រាប់ឈាមរបស់ខ្ញុំទោះរាល់ថ្ងៃខ្ញុំពិបាកយ៉ាងណាក៏ខ្ញុំទទួលរងសម្ពាធបែបណាក៏ខ្ញុំមិនដែលត្អូញត្អែព្រោះខ្ញុំមានកម្លាំងចិត្តនៅក្បែរខ្លួនគេងបានអោបរាល់យប់នាំសើចរាល់ថ្ងៃបានឮសំឡេងគាត់ហៅម៉ាក់លាក់ពេញត្រចៀកជាពាក្យដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់ឮខ្ញុំរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃនេះក៏មិនមែនដោយសារខ្លួនឯងតែម្នាក់ដែរគឺមានកូនជាកម្លាំងចិត្តមានគ្រួសារមានសាច់ញាតិមានបងប្អូនមានមិត្តភ័ក្តិ
មានបងប្អូនប្រជាជនរួមជាតិចាំជួយពីក្រោយ4ឆ្នាំកន្លងមកនេះខ្ញុំពិតជាអរគុណទៅដល់ពុកម៉ែបងប្អូនមិត្តភ័ក្តិបងប្អូនប្រជាជនទាំងអស់ដែលបានលះបង់ញើសឈាមនិងកម្លាំងជួយដល់ខ្ញុំឲ្យបានរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃជួបជុំកូនបើគ្មានអ្នកគ្រប់គ្នាក៏គ្មានខ្ញុំនៅពេលនេះដែរនាងខ្ញុំសៀនស្រីលាក់សូមលើកដៃសំពះអរគុណទៅដល់គ្រប់គ្នាដែលបានជួយដល់ជីវិតនាងខ្ញុំឲ្យបានរស់នៅបន្តដូចគេដូចឯងបាននៅមើលថែកូនរហូតដល់សប្តាហ៍ថ្ងៃនាងខ្ញុំគ្មានអ្វីសងគុណអ្នកទាំងអស់គ្នានោះទេមានតែការជូនពរនិងជូនបុណ្យដល់មនុស្សគ្រប់គ្នាឲ្យបានសុខជៀសផុតពីជំងឺកាចសាហាវទាំងឡាយហើយនាងខ្ញុំមានតែជូនពរបងស្រីឲ្យឆាប់ទទួលបានការព្យាបាលឆាប់ជាសះស្បើយត្រឡប់មកសុខភាពល្អប្រសើរដោយធម្មតាវិញអរគុណបងប្អូនទាំងអស់គ្នាយើងជួបគ្នាបន្តទៀតនៅវីដេអូក្រោយ